ឯកឧត្តមហ៊ូតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានថ្លែងថា Influencer KOL បាននឹងកំពុងដើរតួជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោកឯកឧត្តមហ៊ូតហាក់កាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការពានរង្វាន់វីរៈបុណ្យធម្មមាតិកាទេសចរឆ្នើមក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរនៅកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតកម្មវិធីដ៏មានសារៈសំខាន់នេះផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុនវីរៈបុណ្យធម្មនិងមានការសហការរៀបចំនិងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរផងដែរក្នុងពិធីដ៏មានអត្ថន័យនេះមានការអញ្ជើញចូលរួមពីអ្នកអង្គការស៊ូវីរៈនាយកប្រតិបត្តិក្រុមហ៊ុនវីរៈបុណ្យធម្មថ្នាក់ដឹកនាំក្រសួងទេសចរភ្ញៀវកិត្តិយសតំណាងក្រុមហ៊ុនវីរៈបុណ្យធម្មនិងអ្នកផលិតមាតិកាព័ត៌មានតាមបណ្ដាញសង្គមប្រមាណ200នាក់ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអង្គការស៊ូវីរៈនិងក្រុមហ៊ុនវីរៈបុណ្យធម្មដែលជានិច្ចកាលតែងតែបានចូលរួមសហការគាំទ្រឧបត្ថម្ភផ្សព្វផ្សាយគ្រប់បែបយ៉ាងតាមគ្រប់រូបភាពតាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ទេសចរកម្មវិធីនានារបស់ក្រសួងទេសចរគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតងជាពិសេសកម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរនាពេលកន្លងមកជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរពីតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកស្រីបងប្អូនអ្នកផលិតមាតិកា Influencer KOL ទាំងអស់ជាជនជាតិខ្មែរក្តីឬជនបរទេសក្តីនៅទូទាំងប្រទេសនិងនៅក្រៅប្រទេសដែលកន្លងមកបានលះបង់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីពេលវេលាថវិកាផ្ទាល់ខ្លួនធនធានសម្ភារៈសពគ្រប់បែបយ៉ាងក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋយើងផងនិងទៅដល់ពិភពលោកថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យបងប្អូនអ្នកផលិតមាតិកាបញ្ចេញទេពកោសល្យការច្នៃប្រឌិតនិងសមត្ថភាពក្នុងការបង្ហាញឲ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាតសម្បត្តិវប្បធម៌និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចររបស់កម្ពុជាម្ហូបអាហារខ្មែរប្រពៃណីទំនៀមទម្លាប់ខ្មែរបដិសណ្ឋារកិច្ចកក់ក្ដៅការស្នាក់នៅគ្រប់កម្រិតការកម្សាន្តស្នាមញញឹមរបស់ប្រជាជនខ្មែរទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរជាពិសេសសូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីប្រទេសកម្ពុជាដែលជាគោលដៅទេសចរសុវត្ថិភាពដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិសូមជម្រាបជូនថាសម្រាប់បេក្ខជនបេក្ខនារីជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជាជ័យលាភីលេខ1ទទួលបាន$5,000ជ័យលាភីលេខ2ទទួលបាន$1,000ជ័យលាភីលេខ3ទទួលបាន$500លើសពីនេះជ័យលាភីទាំងអស់នឹងទទួលបានការស្នាក់នៅជិះឡានផ្ញើទំនិញដោយឥតគិតថ្លៃផងដែរ